គ្នាយើងប្រហែលជាធ្លាប់ឮគេនិយាយពី but ច្រើនហើយហើយជាធម្មតាយើងស្គាល់ but ដើរតួជា conjunction ភាគច្រើនប៉ុន្តែថ្ងៃហ្នឹង teacher នាំគ្នាយើងមកមើលពាក្យ but ប៉ុន្តែវាដើរតួផ្សេងតួអង្គផ្សេងនៅក្នុងភាសាអង់គ្លេសអូខេអញ្ចឹងឥឡូវយើងមើលឧទាហរណ៍ទី1 I love you but I love her អញ្ចឹងត្រង់ហ្នឹងយើងឃើញពាក្យច្រើនហើយក្នុងភាសាអង់គ្លេសវាដើរតួជា conjunction ដើម្បីភ្ជាប់នៅ sentence មួយទៅ sentence មួយអញ្ចឹងយើងហៅថាឈ្នាប់អូខេឬមួយក៏ភាសាអង់គ្លេស conjunction ដល់ពេលប្រយោគទី2 everyone but John went to the party អូខេគេថាមនុស្សគ្រប់គ្នា but John អញ្ចឹងកន្លែងហ្នឹងពាក្យ but ដូចគ្នាប៉ុន្តែអត្ថន័យវាបែបណាហើយកន្លែងហ្នឹងគេដាក់មកថាដើរតួជា preposition អញ្ចឹងកន្លែងហ្នឹងមានន័យថាមនុស្សគ្រប់គ្នាទៅ party លើកលែងតែ John អញ្ចឹងវាមានន័យថា except គេលើកលែងតែមនុស្សគ្រប់គ្នាគេទៅតែអត់តែគាត់មួយអញ្ចឹងទៅដល់ពេលទី2 he is but a boy ដើរតួជា adverb តែអត្ថន័យបែបណាបើយើងប្រែតាម conjunction គាត់គឺប៉ុន្តែ boy មិនវាអត់យល់អញ្ចឹងអាកន្លែងហ្នឹងគេប្រែថាគាត់គ្រាន់តែជាក្មេងប្រុសម្នាក់មានន័យដូចចាស់អញ្ចឹង he's just a boy គេមានន័យដូចចាស់ជា adverb ដល់ពេលប្រយោគចុងក្រោយរបស់យើង the only but to our connection is money អាកន្លែងហ្នឹងមានន័យថាមិនតែ but ទៀតហើយ only but មិនវាអត់ដឹងប្រែថាមិនឲ្យត្រូវបើស្អីយើងយកន័យតាម conjunction ក៏អត់កើតតាម adverb ក៏អត់កើតតាម preposition ក៏អត់កើតព្រោះអីវាមាន function របស់វាគឺនាមអញ្ចឹង but ត្រង់ហ្នឹងមានន័យថា problem okay the only problem to our connection is money បញ្ហាមកកាន់តំណែងរបស់យើងគឺរឿងលុយតែរឿងលុយមួយឯងអូខេ only but អញ្ចឹងអានេះប្រែថាបញ្ហា problem អានេះមានន័យថាគ្រាន់តែ just ដល់ពេលខាងនេះមានន័យថា accept ដល់ពេលខាងលើនេះគឺជាឈ្នប់ដែលវាផ្ទុយអញ្ចឹងក្នុងវីដេអូហ្នឹង teacher បរៀនពីប្រភេទនៃ parallel speech ការប្រើប្រាស់របស់ពាក្យ but អញ្ចឹងគ្នាយើងកុំភ្លេចបង្កើតឧទាហរណ៍នៅខាងក្រោមហ្នឹងហើយ mention teacher ថាវាដើរតួជា adverb ដើរតួជា noun ដើរតួជា preposition ឬមួយក៏ដើរតួជា conjunction អញ្ចឹងគ្នាយើងកុំភ្លេច comment ឲ្យបាក់ទឹកបាក់ដីផងអូខេ bye bye